មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកកំពុងដកបុគ្គលិកយោធាមួយចំនួនចេញពីមូលដ្ឋានទ័ពសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីជាការប្រុងប្រយ័ត្នចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងការបង្ហាញឲ្យដឹងនេះបានធ្វើឡើងបន្ទាប់ពីការកត់សម្គាល់ទៅលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលបានប្រាប់The Reuters កាលពីព្រឹកថ្ងៃពុធថាទីក្រុងតេហ៍រ៉ង់បានព្រមានដល់ប្រទេសជិតខាងដែលមានមូលដ្ឋានអាមេរិកថាខ្លួននឹងវាយប្រហារទៅលើមូលដ្ឋានទ័ពទាំងនោះប្រសិនបើទីក្រុង Washington ហ៊ានបើកការវាយប្រហារគួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពជាច្រើននៅតំបន់មជ្ឈិមបូព៌ាមានដូចជាប្រទេសស៊ីរី អូម៉ង់ យ៉ូដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម គុយវ៉ែត បារ៉ែន និងកាតា ហើយនៅក្នុងប្រទេសកាតាជាមូលដ្ឋានទ័ពដ៏ធំជាងគេនិងសំខាន់ជាងគេបង្អស់ផងដែររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានេះដែលមានកងកម្លាំងរហូតដល់ 10,000 នាក់ឯណោះ